ប៉ាម៉ាក់ខ្ញុំត្រឡប់មកវិញហើយហើយសុំទោសខ្ញុំគ្មានចេតនានោះទេអញយ៉ាងម៉េចហ្នឹងអញជាគ្មានតំណាងហ៎មិនមែនទេខ្ញុំមិនមែននោះទេកណ្ដាលថ្ងៃត្រង់ហ៊ានប៉ះពាល់មនុស្សស្រីហ៎គេនេះសបកក្រៅដូចមនុស្សតែចិត្តដូចឆ្កែហេតុអីចិត្តអាក្រក់ម្ល៉េះនៅក្មេងសោះមិនរៀនធ្វើអំពើល្អទេរឿងរបស់ខ្ញុំមិនដូចជាអ្នកទាំងអស់គ្នាគិតនោះទេខ្ញុំពិតជាគ្មានចេតនាពិតមែនសើអញមិនអីទេចាំមិនហើយអញមើលនេះគឺស្នាដៃអញហ៎អ្នកនាងស្ដាប់ខ្ញុំបញ្យល់សិនមិនមែនកុំនិយាយច្រើនស្លាប់ទៅអ្នកនាងតែចាក់ចិត្តសិនទៅមិនដូចអ្វីដែលនាងគិតនោះទេនៅឲ្យស្ងៀមទៅអាមនុស្សរកចិត្តថ្ងៃនេះខ្ញុំត្រូវតែឲ្យគេមកចាប់អញបងស្រីនាងជាអ្នករត់មកបុកដៃខ្ញុំទេមិនមែនជាកំហុសរបស់ខ្ញុំឡើយអារកចិត្តស្លាប់ទៅហើយណែបើអ្នកនាងមិនតបបែបនេះខ្ញុំនឹងតបវិញខ្ញុំប្រាប់ឲ្យឈប់ហេតុអីបានជាមិនស្ដាប់ខ្ញុំចឹងអើខ្ញុំវិញមកហើយនាងកាត់ឆ្នាំឆ្កែមែនទេហេឈប់សិនហៅលេខ110មែនទេសូមមកទីនេះឲ្យលឿនមានគេលួងលំស្ត្រីសួងនេះឯងខ្ញុំថាអ្នកនាងអើយស្ដាប់ខ្ញុំបញ្យល់សិនទៅខ្ញុំពិតជាមិនមានចេតនានោះទេភ័យអារកចិត្តបើមានអ្វីនិយាយជាមួយអញទុំនិយាយជាមួយប៉ូលីសទៅអត់ថយបន្តិចមិញនេះអ្នកណាគេរាយការណ៍ដល់ប៉ូលីសខ្ញុំប៉ូលីសសូមចាប់អារកចិត្តនេះឲ្យលឿនមកមានរឿងអីប៉ូលីសចាប់អាមនុស្សរកចិត្តនេះឲ្យខ្ញុំឲ្យលឿនឡើងមកការយកច្រឡំទេលោកប៉ូលីសនេះជាការយកច្រឡំទេអាយ៉ារឿងគឺបែបនេះការ៉េមមែនហើយបើមិនមែននាងគិតថាជាអ្វីអ្នកនាងតើអ្វីដែលគាត់និយាយជាការពិតទេខ្ញុំក៏មិនបានចាប់អារម្មណ៍ដែរខ្ញុំមិនបានកុហកនោះទេអញចាំមើលលោកប៉ូលីសនេះគឺជាការ៉េមពិតមែនបានហើយខ្ញុំមើលទៅវាក៏មិនមែនជារឿងធំដុំអីដែរខ្ញុំមើលទៅកំឡោះនេះក៏មិនដូចអ្វីដែលអ្នកនាងនិយាយដែរឯងសុំទោសនេះឲ្យបានល្អហើយសងស្រាមជើរបស់នាងទៅរឿងនេះវារួចទៅហើយបានខ្ញុំសុំទោសអ្នកនាងស្រាមជើអ្នកនាងតម្លៃប៉ុន្មានទៅខ្ញុំនឹងសងនាងវិញមិនអីនោះទេ3300ប៉ុន្មាន8800ហ៎ភើយលោកគ្រូឲ្យខ្ញុំត្រឹមតែ1000ជាន់ទេហើយធ្វើយ៉ាងម៉េចទៅអញមិនជឿយ៉ាងម៉េចមាត់សម្លាញ់ខ្ញុំជាប្រធានក្រុមហ៊ុនដៃខាងណាពាក់ស្រោមជើងសូត្រតម្លៃ8000ជាន់មានអីចម្លែកទៅសម្លៀកបំពាក់នេះស្លៀកពាក់នេះក៏រាប់ម៉ឺនជាន់ដែរ
បាត់ជា8880យ៉នមែនខ្ញុំទៅតែនឹងហាងការពីម្សិលមិញមកពីកាយបាត់តែនៅក្នុងកាបូបនៅឡើយទេ អ្នកកំឡោះនឹងនិយាយពិតមែនមើលទៅ ហើយបានហើយខ្ញុំនឹងសងឲ្យនឹងវិញតែខ្ញុំអត់មានលុយច្រើនដល់ថ្នាក់នឹងជាប់ខ្លួនទេចុះបែបនេះវិញខ្ញុំសរសេរសម្បត្តិកិច្ចសន្យាឲ្យនាងចាំខ្ញុំរកលុយបានខ្ញុំនឹងសងនាងវិញ អេសរសេរសម្បត្តិសន្យាជំពាក់សិនបានទេបើឯងរត់បាត់ខ្ញុំទៅរកឯងណែណា ខ្ញុំរត់តាណាទៅខ្ញុំក៏ជាមនុស្សក្នុងស្រុកនេះដែរលោកប៉ូលីសខ្ញុំពិតជាមនុស្សក្នុងស្រុកនេះពិតមែន អ្នកនាងកំឡោះនេះពិតជានៅស្រុកនេះមែននាងឲ្យគេសរសេរសម្បត្តិជំពាក់ចាំថ្ងៃក្រោយគេមានលុយគេសងនាងវិញយ៉ាងម៉េចដែរ ក៏បានដែរអេប៉ុន្តែអត្តសញ្ញាណប័ណ្ណត្រូវតែដាក់បញ្ចាំនៅកន្លែងយើងដល់ពេលសងលុយរួចចាំប្រគល់គេវិញ អ្នកនាងបើយកអត្តសញ្ញាណប័ណ្ណរបស់គេរកការងារធ្វើយ៉ាងម៉េច បានហើយមកធ្វើការនៅក្រុមហ៊ុនដៃខាងយើងទៅធ្វើការបានពី3ខែសងលុយរួចអាចលុះយកអត្តសញ្ញាណប័ណ្ណវិញបានចង់ទៅឬនៅគឺអាស្រ័យលើអារម្មណ៍ឯងយ៉ាងម៉េចដែរ លោកគ្រូឲ្យខ្ញុំនៅត្រឹមលំនៅឋានមិនអាចពាក់ព័ន្ធនឹងកម្មលោកីនោះទេបើសិនជាពាក់លុយមិនសងខ្លាចតែវគ្គចុងក្រោយខ្ញុំមិនអាចឆ្លងផុតបានឡោធ្វើតាមអ្វីដែលពូនឹងនិយាយទៅ សៀវសួងយកអត្តសញ្ញាណប័ណ្ណឲ្យខ្ញុំនេះគឺជាអត្តសញ្ញាណប័ណ្ណលោកនិងនាមប័ណ្ណរបស់ខ្ញុំខាងលើមានអាស័យដ្ឋានក្រុមហ៊ុនស្អែកមកធ្វើការទេ អយហើយរំសាយទៅ ក្មេងទំនើងជួបគ្នានៅថ្ងៃស្អែក សួយម៉ែអាសួយហើយច្រើនឆ្នាំហើយការផ្លាស់ប្ដូរនៃស្រុកកំណើតពិតជាធំធេងខ្ញុំក៏មិនដឹងថាប៉ាម៉ាក់ខ្ញុំជាម៉េចដែរគង់តែបានតាំងពីដល់លំនៅឋានរួចចាំទៅរកពួកគាត់យប់នេះស៊ូទ្រាំសិនទៅ យ៉ាមិននឹងស្មានថាក្មេងស្រីពីរនាក់នោះមានក្រុមហ៊ុនធំនៅថ្នាក់នឹងសោះ មកធ្វើអីមីកៃ អូបងប្រុសសួស្ដីខ្ញុំមកធ្វើការ មកធ្វើការអូមេក្រុមម្សិលមិញលោកស្រីនិយាយថាមានក្មេងទំនើងមកធ្វើការហើយគួរតែជាគេហើយអូអ្នកដែលមកថ្មីនោះចាក់ផែបរិយនៅក្នុងថោចេញហើយលាងឲ្យស្អាត លោកជាមេក្រុមមែនទេ មិនមែនទេគេមិនមែនជាមេក្រុមអីទេគឺជាមេក្រុមទាហានស៊ីឈ្នួលចាស់ដល់ល្បីបំផុតនៅបរទេសអាយដឹងទេទាហានថ្មី មិនមែនទេដឹងខ្ញុំមិនអាចធ្វើទៀងស៊ីឈ្នួលទេ មិនដែលធ្វើក៏ត្រូវចេះច្បាប់ដែរយ៉ាងម៉េចឲ្យអ្នកដែលទៅមកថ្មីធ្វើការបន្តិចបន្តួច ដូចមិនសូវសមខ្ញុំមិនទៅទេ ប្រញាប់ឡើងឈប់និយាយពាក្យអត់ប្រយោជន៍ ហើយនេះខ្ញុំត្រូវស្ដាប់បញ្ជាឯង ឯងនិយាយអីមិញ ខ្ញុំនិយាយថាហេតុអីខ្ញុំត្រូវស្ដាប់បញ្ជាឯង ដោយសារកណ្ដាប់ដៃរបស់យើងនេះវាធំបានទេ មើលទៅនេះមិនសូវគ្រប់គ្រាន់ទេ ថ្មីនេះទើបទៅចូលក្នុងសង្គមហ៎ខ្ញុំប្រាប់ឯងណាមនុស្សដែលនិយាយម៉ាត់មិនមានលទ្ធផលដល់ពេលក្រោយទេឯងជឿរំជឿឥឡូវនេះខ្ញុំផ្ដល់ឯងមួយក សែភ្នែកស
មេក្រុមបានឬក៏មិនបានយ៉ាងម៉េចអស់កម្លាំងហើយមែនទេ មិនអាចទេយើ មិនអាចទេមេក្រុមអាចដណ្ដើមជើងឯកនៃការប្រកួតក្រុមទាហានស៊ីឈ្នួលឬមួយ មេក្រុមដួលហើយមែនទេហើយគូតែឈឺណាស់ហើយមែនទេ ឯងហ៊ានវាយបកយើងនឹងឲ្យឯងស្លាប់ ឯងហ៊ានមើងងាយយើងហ៎ ចាប់ផ្ដើម កើតអី មេក្រុមគឺអាក្មេងនេះទេដែលបង្កចំនួនវាយលោកមេក្រុមឆឹង ឯងជាណាហេតុអីបានច្បាយគេហាគឺពួកគេជាអ្នកចាប់ផ្ដើមមុនខ្ញុំគ្រាន់តែការពារខ្លួនទេមេក្រុមខ្ញុំចង់ជួបអ្នកដែលមានឈ្មោះថាភុងធានឆៅខ្ញុំមកធ្វើការនៅទីនេះស្គាល់គ្នាទៅផាំងធានឆុងហ៎ មេក្រុមគូសំពីហើយយើងសុទ្ធតែជាមួយរួមការងារទេសង្ឃឹមថាលោកនឹងជួយមើលថែខ្ញុំមិត្តរួមការងារជួយគ្នាទៅវិញទៅមកធ្វើការទៅជួយរៀបចំចូលធ្វើការទៅណាឲ្យឆាប់ឡើងទៅហ៎ ហេឡូ ថៅកែអ្នកដែលទើបមកថ្មីផ្នែកសន្តិសុខឥឡូវនេះសន្តិសុខបានវាយគ្នាហើយ ថាម៉េចគេមានរបួសអត់ មិនមែនទេគឺគេទេដោយវាយពួកយើងវាយគ្នាយើងរហូតដល់ងើបមិនរួច លោកនាំគេទៅចុះឈ្មោះចូលធ្វើការសិនទេនៅសៅទៀតអញថាយើងទុកតកូលផាំងនេះនៅក្រុមហ៊ុនមិនមែនជាគ្រោះថ្នាក់ទេ គ្រោះថ្នាក់ក៏មានប្រយោជន៍របស់គ្រោះថ្នាក់ដែរ មនុស្សនៅក្នុងផ្នែកសន្តិសុខក្រុមហ៊ុនយើងភាគច្រើនគឺជាអតីតទាហានស៊ីឈ្នួលមិនខ្សោយទេហេតុអីបានជាត្រូវអ្នកនាមតកូលផាំងនេះវិញ ឬក៏ក្មេងប្រុសនេះពិតជាអ្នកខ្លាំងខ្ញុំហោចណាស់ក៏ខ្សែក្រវ៉ាត់ខ្មែរតែខ្វាន់ដូដែរកាលពីម្សិលមិញស្រាប់តែត្រូវបានគេសង្កត់ជាប់ អញ្ចឹងអញថាតែយើងបានរកឃើញកំណប់ទ្របឬអត់ បងផាងបងមានដឹងទេកសែភ្នែកក្មេងស្រីទាំងអស់សម្លឹងមើលបងទីនោះមិនបានមើលខ្ញុំអីសំបីតែបន្តិច ពួកជើងដូចគ្នាទៅឯងមកកន្លែងខ្ញុំទៅ បានហើយពួកគេមើលមនុស្សមិនតាក់ទងនឹងការឈរនៅទីនោះទេ ជីពិតជាមកធ្វើការនៅក្រុមហ៊ុនយើងមែនក្មេងតំណឹងល្អណាស់តើនិយាយពាក្យណាធ្វើពាក្យហ្នឹង អ្នកណាជាក្មេងទំនឹងណែឈប់កាត់ណែណា ខ្ញុំបានឈ្មោះខ្ញុំ ណែបងផាងគាត់ជាលោកស្រីកតយុនៃក្រុមហ៊ុនយើងគាត់ទៅមកថ្មីមិនស្គាល់ប្រញាប់សុំទោសលោកស្រីទៅ ហេអ្នកណាក៏មិនអាចលើកលែងដែរយើងតាមបទបញ្ញត្តិក្រុមហ៊ុនមិត្តរួមការងារទាំងអស់គឺស្មើភាពគ្នាត្រូវតែគោរពគ្នា ផ្លេចទុកនៅលើតុការិយាល័យកាលពីម្សិលមិញលើកក្រោយមិនមានទៀតទេ មិនបានទេ លោកប្រតិកោភុងរងចាំខ្ញុំ ហេឡូ សេសៀ សេសង
ឯងមកដល់ការិយាល័យហើយនៅចុះបានឈ្មោះនៅលើតុការិយាល័យចុះមកឲ្យខ្ញុំ យ៉ាងម៉េចអ្នកយាមទ្វារមិនអត់ចូលទេ បញ្ញាប់ឡើង បានខ្ញុំចុះទៅភ្លាម ក្មេងទំនឹងនេះខ្ញុំនឹងមិនដេញគេចេញ គេគ្រាន់តែគោរពតាមបទបញ្ញត្តិក្រុមហ៊ុនទេគ្រោះថ្នាក់តែម្នាក់ឯងហេតុអីបណ្ដេញគេចេញ ខ្ញុំឃើញគេឡើងកំហឹងហេតុផាននេះគ្រប់គ្រាន់ទេ ខ្ញុំគិតថាគេក៏មិនអាក្រក់អីដែររូបរាងក៏សង្ហាឈរនៅមុខក្រុមហ៊ុនតបតែងមុខក្រុមហ៊ុនក៏ល្អណាស់ដែរតាអញមិនបានឃើញទេក្មេងស្រីទាំងនោះសុទ្ធតែព្រិចភ្នែកដាក់គេ មើលពួកគេនោះទេអាកាសធាតុក្តៅយ៉ាងនេះធ្វើឲ្យខ្ញុំឈរនៅមុខទ្វារយូរយ៉ាងនឹងសម្លៀកបំពាក់ក៏សាំអស់ហើយអញទៅយកឈុតកាពីម្សិលមិញមកឲ្យខ្ញុំបដូរវិញ ល្អ បងផាបងពិតជាមិនទុកមុខតកែទេបងមិនខ្លាចគេធ្វើបាបបងទេហ៎ ហើយយ៉ាងម៉េចបរិបទខ្លាំងនេះកើតមកនៅក្នុងលោកនេះមិននឹងអាចធ្វើការធម្មតាបានទៅ ហើយចុះបើគេបណ្ដេញបងចេញវិញ បណ្ដេញចេញហ៎ គេជាតកែបន្ពេញចិត្តបន្តិចក៏ដេញបងចេញបានដែរបងយំក៏គ្មានកន្លែងយំដែរ នៅត្រឹមលំនៅឋានមិនអាចពាក់ព័ន្ធនឹងកម្មផលទេខ្ញុំត្រូវទៅសុំបំណុលឲ្យបានឆាប់បើត្រូវគេដេញចេញក៏មានបញ្ហាបន្តិចដែរ បងផាងបងមិនទៀបខ្លួនទទួលស្គាល់កំហុសទៅធ្វើការទៅតោះ ជួយខ្ទាស់ឲ្យខ្ញុំតិច ហើយអាកែនយោខ្ញុំសុំទោសខ្ញុំអត់បានឃើញអីទេ បាត់ទ្វារទៅចេញទៅ ខ្ញុំ បាត់មាត់ មិននេះខ្ញុំពិតជាគ្មានចេតនាទេ បាត់មាត់ត្រូវបណ្ដេញចេញហើយ បណ្ដេញចេញហ៎បាទត្រូវបណ្ដេញចេញ 8000 ជាន់សងមិនរួចទេកម្មផលនៅតែបន្តផ្លូវស្នេហាលោកីរបស់ខ្ញុំគឺមិនអាចចាប់ដើមបានទេកុំអីលោកស្រីអាចារ្យជក់អ្នកអើយដៃខ្ញុំចុកប្រាក់ខែតិចក៏បានដែរ មិនបាញ់និយាយទេមិនអាចជ្រើសរើសមនុស្សទំនើបដូចលោកមកធ្វើការទេ សៀវស៊ុយខ្ញុំស្រឡាញ់នាង សេស៊ុយហាក់ដូចជាកូនប្រុសច្បងតកូលចូលមកទៀតហើយ សៀវស៊ុយខ្ញុំស្រឡាញ់នាងថ្ងៃនេះគឺជាថ្ងៃទី83ដែលខ្ញុំស្រឡាញ់នាងបេះដូងរបស់ខ្ញុំស្លាំរបស់ខ្ញុំខ្លួនប្រាណតែមួយរបស់ខ្ញុំកោសិកាទាំងអស់កំពុងនិយាយថាខ្ញុំស្រឡាញ់នាងសៀវស៊ុយធ្វើជាបែបរបស់ខ្ញុំទៅបើលឺហើយឆ្លើយតបខ្ញុំមកមកគេប្រងចាំនាងទៅខាងក្រោម លោកស្រីអាចារ្យជក់គឺជាអ្នកតាមស្រឡាញ់នាងការរៀបការក៏រៀបចំធំដែរ ហេតុអីក៏លោកមិនទាន់ទៅទៀតបញ្ញាប់ទៅឥឡូវនេះខ្ញុំគ្មានពេលនិយាយជាមួយលោកទេ ណែ សេស៊ុយរបស់ពួកយើងគឺស្រីស្អាតបំផុតនៅទីក្រុងនេះពេលនេះអ្នកតាមស្រឡាញ់ក៏បញ្ញាប់បញ្ញាល់មកដូចជាសត្វល្អិតអញគិតថាអ្នកណាក៏គិតដូចឯងហ៎ អាចារ្យជក់ផ្ដល់ឱកាសខ្ញុំម្ដងទៅបែបនេះអាចារ្យជក់បាននឹងមិនសັບខ្ពើមទេចាំខ្ញុំជួយបណ្ដេញក្មេងនៅខាងក្រោមនោះឲ្យតែនាងក៏បណ្ដេញខ្ញុំអីបានទេហ៎ តែអញដឹងថាគេជានរណាទេនោះគឺកូនប្រុសច្បងតកូលចូលដែលជាគ្រួសារធំមួយក្នុងចំណោមត្រកូលធំទាំង4នៅទីក្រុងពេជាមួយនឹងកម្លាំងរបស់គេអាចកំទេចអញយ៉ាងងាយស្រួល អ្នកណាក៏ដោយអាចារ្យជក់ខ្ញុំចាត់ទុកថានាងជួបព្រមហើយណាខ្ញុំនឹងបណ្ដេញគេចេញឥឡូវនេះធានាថាគេមិនមករំខាននាងទៀតទេ អេ សៀវស៊ុយខ្ញុំដឹងមនុស្សដែលបានជួបខ្ញុំមានច្រើនណាស់នេះប្រហែលជាភ្លេចខ្ញុំហើយមនុស្សដែលឆ្លងកាត់ខ្ញុំមានច្រើនណាស់តែខ្ញុំស្រឡាញ់នាងតែម្នាក់ប៉ុណ្ណោះអេលោកប្រុសចូលពិតជាល្ងងណាស់នេះចិត្ត3ខែហើយភ្លៀងក៏មករាល់ថ្ងៃដូចជាត្រូវមុនអាគមអញ្ចឹងអាកេតនយោបាយដៃរបស់យើងគឺជាលេខ1នៅទីក្រុងពេឯងទៅបោះជើងតូចហើយឆ្លុះកញ្ចក់មើលខ្លួនឯងទៅតើសមទេសៀវស៊ុយបងគឺជាផ្កាយរបស់អូនសៀវស៊ុយ
អេមិនមែនទេឯតាណា គឺបណ្ដេញមនុស្ស បត់ដេញមនុស្សមិនមែនទេឯងដឹងថាគេជានរណាទេ ខ្ញុំមិនខ្វល់ថាគឺជានរណាទេ នោះគឺជាកូនប្រុសច្បងតកូលជើជាអ្នកលេងស្រីដ៏ល្បីនៅទីក្រុងពេដើររកផ្កានឹងដើរលេងរាល់ថ្ងៃមនុស្សស្រីដែលគេធ្វើបាបរាប់មិនអស់ដោយសារតែអំណាចគ្រួសាររបស់គេគ្មាននរណាអាចធ្វើអីគេបានទេឃើញអង្គរៈពីរបីនាក់នៅក្បែរគេទេគឺសុទ្ធតែជាអ្នកខ្លាំងក្បាច់គុណសូម្បីតែមេក្រុមលីក៏មិនមែនជាដៃគូគេដែរបើឯងទៅម្នាក់ឯងដូចជាតែរកក្តីស្លាប់ឯងអត់ខ្លាចស្លាប់ទេ ចាប់បង្ខំមនុស្សស្រីធ្វើអ្វីតាមចិត្តគឺជាមនុស្សអាក្រក់ហើយ ឯងនៅទៅទៀតណែសៀវស៊ុយដល់អាការជាម្ដងខ្ញុំ ណែឯងមកធ្វើអីអ្នកណាឲ្យពួកឯងមកតាំងគម្រោងផ្កានៅទីនេះបើចង់តាំងគម្រោងផ្កាទៅតាំងនៅកន្លែងមកចុះសពទៅបញ្ញាប់ចូលចេញភ្លាម តើអ្នកណាឲ្យសន្សំម្នាក់មកគ្រប់គ្រងការងាររបស់ខ្ញុំហ៎ អាឡអិតឯងដឹងថាយើងជានរណាទេឯងដឹងថាឲ្យយើងជានរណាទេហ៊ានមកបំផ្លាញការងាររបស់យើង ខ្ញុំមិនខ្វល់ថាលោកជានរណាទេលោកឲ្យជានរណាទៅស៊ូម៉ៃឯងទៅតែលោកអត់មានកញ្ចក់ទេឬមួយក៏លោកអត់មានទឹកនោមមិនព្រមឆ្លោះមើលរូបរាងអាក្រក់ខ្លួនឯងហើយមកតាមស្លាញ់អគ្គនាយកនៃក្រុមហ៊ុននេះចេញទៅ អូគួរឲ្យអស់សំណើចនៅទីក្រុងពេមិនធ្លាប់មាននរណានិយាយជាមួយយើងបែបនេះទេលោកម្ចាស់នៅឈរធ្វើអីទៀតសម្រាប់វាទៅ អានេះសុទ្ធតែមនុស្សទម្ងន់100ទៅ200គីឡូតតតែមួយជើងហោះទៅបាត់នេះមិនមែនជាមនុស្សទេនេះកុំឲ្យគេបញ្ជិតយើងយ៉ាម៉េចឆាប់ចេញទៅកុំមកជន់កន្លែងនេះទៀត ពិតជាមនុស្សដែលមិនដឹងខ្យល់មែន យ៉ាប់ហើយ ឈប់ភ្លាមកាប់ភ្លើងពួកគេមានកាប់ភ្លើងក្រែងឯងបកាយវាយណាស់ហ៎ឯងបកាយវាយមានប្រយោជន៍អីចេញរកស៊ីត្រូវតែមានអំណាចត្រូវតែមានខ្នងមនុស្សដូចជាឯងនេះមួយជីវិតគឺមានវាសនាត្រឹមតែជាកម្មករតើវាសមនឹងប្រកួតជាមួយយើងដែរទេ ទីក្រុងពេមិនអាចប្រើកំភ្លើងបានទេឯងហ៊ានច្បាស់បែបនេះមិនខ្លាចត្រូវផ្ដន់ទោសទេ ហេផ្ដន់ទៀតទោសអ្នកណាហ៊ានផ្ដន់ទៀតទោសខ្ញុំនៅទីក្រុងពេខ្ញុំជាច្បាប់ខ្ញុំជាមេឃឯងជឿឬមិនជឿឥឡូវនេះខ្ញុំបាច់ឯងមកគ្របឲ្យស្លាប់សំបីតែលិមួកក៏មិនហ៊ានចេញមកដែរ ខ្ញុំមិនទៅ ដល់ហើយអញ្ចឹងឯងងាប់ទៅ